mà lại thầy nói miền miền ở dừng lại cho mình tây này đi miền miền ở miền miền xây cái nồi ngồi đó miền tiền បញ្ញាអារម្មណ៍ដូចម្ដេចដែលហៅថាអ្នកស្ដាប់ល្អនៅពេលមានអ្នកណាមួយកំពុងនិយាយអ្នកអាចនឹងមើលទៅកាន់ពួកគេដោយក្រសែភ្នែកធម្មតាដើម្បីបង្ហាញថាអ្នកកំពុងស្ដាប់យ៉ាងអស់ពីចិត្តបើសិនជាអ្នកឃើញមានចំណុចណាមួយដែលអ្នកយល់ព្រមអ្នកអាចធ្វើការសម្គាល់ដោយការងក់ក្បាលបើមានសំណួរអ្នកគួររកពេលវេលាសមរម្យដើម្បីសួរហើយអាចជៀសវាងការរំខានឬផ្អាកសន្តិនិករបស់អ្នក ឬផ្អាកសន្តិនិករបស់អ្នក របស់អ្នកដតីឬផ្អាកសន្តិនិករបស់អ្នក សន្តិនិករបស់អ្នកដតីគុណលឹងបើសិនជាអ្នកនិយាយមានអារម្មណ៍ថាគេកំពុងស្ដាប់ខ្លួនឯងនិយាយនោះគេនឹងមានអារម្មណ៍ថាដូចត្រូវបានគោរពនិងគេនឹងត្រៀមខ្លួនក្នុងការសន្ទនាជាមួយអ្នកជាងមុនតើធ្វើដូចម្ដេចដើម្បីឲ្យការសន្ទនាមានអារម្មណ៍ប៉ះដល់បេះដូងការសន្ទនាដែលមានអារម្មណ៍ជ្រាលជ្រៅគឺជាវិធីសន្ទនាមួយដែលប្រើពាក្យខ្លីៗមានលក្ខណៈកំប្លែងនិងពោរពេញដោយមនោចេតនាមនោសញ្ចេតនាដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជាមួយអ្នកនិយាយនៅពេលដែលអ្នកដទៃកំពុងនិយាយយើងអាចបញ្ចូលពាក្យមួយចំនួនដូចជានិងពិតមែនដើម្បីបង្ហាញការចាប់អារម្មណ៍និងលើកទឹកចិត្តឲ្យអ្នកនិយាយបន្តព័ត៌មានជំនួយការសន្ទនាបែបសរសើរគ្នាទៅវិញទៅមកមិនមែនគ្រាន់តែជាការតាមសម្រួលនិងសម្ដីអ្នកដទៃនោះទេប៉ុន្តែជាការឆ្លើយតបវិជ្ជមានបែបឆ្លាតវៃនិងបង្កើនភាពទាក់ទាញក្នុងការសន្ទនាស្នាមញញឹមមួយអាចជួយទាក់ទាញមនុស្សឲ្យចូលចិត្តគ្នានិងបំបត្តិភាពអវិជ្ជមានបើខ្ញុំនិយាយរឿងនេះអាចធ្វើឲ្យគេមិនសប្បាយចិត្តការស្ដាប់និងការសន្ទនាមានសារៈសំខាន់ដូចគ្នាមិនផ្អាកសន្ទនារបស់អ្នកដទៃនឹងយល់ស្របឬសួរសំណួរសមរម្យភាសាសន្ទនាត្រូវមានភាពវិជ្ជមាននិងចិត្តទូលាយរឿងដែលមានន័យអាចមានឥទ្ធិពលល្អជាងទ្រឹស្ដីស្ងប់ស្ងៀមបំលែងការសន្និដ្ឋានជាអារម្មណ៍
ដើម្បីឲ្យអ្នកដទៃយល់អារម្មណ៍របស់អ្នកកាន់តែច្បាស់ធ្វើឲ្យអ្នកដទៃសើចទប់មាត់មិនចិត្តកំប្លែងគឺជាគន្លឹះបើខ្ញុំជាអ្នកការបញ្ចេញអារម្មណ៍សមរម្យគឺជាអង្គធាតុសំខាន់ខ្